បងយូមកហើយទៀនយូចាងកាលពី5ឆ្នាំមុនអូនបានយកលុយ30លានពីហ៊ីឆែនអ្នកបានបញ្ជូនមនុស្សមកធ្វើឃាតខ្ញុំ3ដងក្នុងពន្ធនាគាររឿងនេះគួរតែត្រូវបានលើកលែងទោសមិនសមហេតុសមផលទេសម្រាប់គាត់ចោលអ្នកណាហ៊ានព្រះករុណាសូមប្រណីជីវិតខ្ញុំផងខ្ញុំខុសហើយខ្ញុំមិនគួរទទួលយកលុយរបស់ហ៊ីឆែនទេសូមប្រណីជីវិតខ្ញុំផងហងហ៊ឺនៅទីនេះទុកមនុស្ស100នាក់ឲ្យសម្អាតកន្លែងកើតហេតុអ្នកដែលនៅសល់សូមតាមខ្ញុំត្រឡប់ទៅយេងហៅវិញបាទលោកម្ចាស់ដំណឹងអាក្រក់អ្នកនាងលឺយូហ្វីនឹងត្រូវបង្ខំឲ្យរៀបការជាមួយម៉ាឆេនីនៅម៉ោង12ថ្ងៃត្រង់ពិធីភ្ជាប់ពាក្យនឹងធ្វើឡើងនៅសន្តាគារឡងដេវាបានចាប់ផ្ដើមហើយត្រៀមខ្លួនខ្ញុំនឹងបង្ហាញខ្លួននៅសន្តាគារឡងដេក្នុងរយៈពេល10នាទីថ្ងៃនេះអ្នកណាហ៊ានរៀបការជាមួយនារីរបស់ខ្ញុំនឹងធ្វើឲ្យគាត់បាត់បង់កេរ្តិ៍ឈ្មោះវាមានរយៈពេល5ឆ្នាំហើយឆេនឡងដេរបស់ខ្ញុំបានចេញមកហើយឆេនឡងដេតើអ្នកនៅណាខ្ញុំបានរងចាំអ្នកអស់រយៈពេល5ឆ្នាំមកហើយខ្ញុំពិតជាមិនអាចទ្រាំបានទៀតទេឥឡូវនេះចូលយើងទះដៃអបអសាទរគូស្នេហ៍ថ្មីរបស់យើងដើម្បីបដូរចិញ្ចៀនភ្ជាប់ពាក្យវាគឺជាគាត់ឆេនឡងដេគាត់ពិតជាបានត្រឡប់មកវិញមែនតើអ្នកសុំទាននេះមកពីណាតើគាត់ហ៊ានចូលទៅក្នុងពិធីជប់លៀងភ្ជាប់ពាក្យរបស់គ្រួសារលីវដោយរបៀបណាសន្តិសុខអូសមនុស្សឈួតនេះចេញហើយបំបាក់ជើងរបស់គាត់ប្រញាប់ឡើងយូហ្វេខ្ញុំត្រឡប់មកវិញហើយសុំទោសខ្ញុំយឺតពេលហើយជាមួយខ្ញុំនៅទីនេះគ្មាននរណាម្នាក់អាចធ្វើបាបអ្នកបានទេអាមនុស្សអាក្រក់តើអ្នកហ៊ានលួចប្រពន្ធខ្ញុំដោយរបៀបណាខ្ញុំនឹងសម្លាប់អ្នកអាមនុស្សល្ងងឯងហ៊ានលួចប្រពន្ធខ្ញុំម្លេះខ្ញុំនឹងសម្លាប់ឯងប្រពន្ធខ្ញុំឯងហ៊ានប៉ះនាងម្លេះបើឯងហ៊ានប៉ះនាងខ្ញុំនឹងធ្វើឲ្យឯងបង់ប្រាក់បើឯងហ៊ានរៀបការជាមួយនាងខ្ញុំនឹងធ្វើឲ្យគ្រួសារឯងទាំងមូលបង់ប្រាក់ឯងហ៊ានម្លេះលុតជង្គង់សុំទោសខ្ញុំកាត់ដៃឯងចោលឬខ្ញុំនឹងបាញ់ឯងកំភ្លើងតើព្រះអង្គគិតថារឿងនេះអាចធ្វើបាបទូលបង្គំបានទេព្រះអង្គអើយថ្ងៃនេះជាពិធីភ្ជាប់ពាក្យរបស់ប្អូនប្រុសខ្ញុំចេនឡុងនិងលីវយូហ្វេអ្នកណាដែលជូនពរយើងខ្ញុំនឹងក្លាយជាមិត្តរបស់ប្អូនប្រុសខ្ញុំចេនឡុងនាពេលអនាគតអ្នកណាដែលប្រឆាំងនឹងយើងខ្ញុំនឹងក្លាយជាសត្រូវរបស់ប្អូនប្រុសខ្ញុំចេនឡុងជោគវាសនារបស់សត្រូវគឺដូចគ្នានឹងគ្រួសារលីវដែរគ្រប់គ្រងមនុស្សទាំងអស់របស់គ្រួសារលីវស៊ើបអង្កេតសកម្មភាពខុសច្បាប់ទាំងអស់របស់ពួកគេប្រគល់ពួកគេទាំងអស់ទៅឲ្យនាយកដ្ឋានពាក់ព័ន្ធបាទចាសលោកគ្រូខ្ញុំនឹងដោះស្រាយបញ្ហានេះហើយចេនតើអ្នកកំពុងរត់ទៅណាកុំមកចិត្តខ្ញុំកុំសម្លាប់ខ្ញុំ5ឆ្នាំមុនអ្នកនិងលីនស៊ីបានខុបខិតគ្នាដើម្បីដាក់ទោសខ្ញុំអ្នកបានកាន់កាប់ក្រុមអធិរាជជាតិហើយបានបណ្ដាលឲ្យគ្រួសារខ្ញុំត្រូវបំផ្លាញបំណុលនេះគួរតែត្រូវបានសងនៅថ្ងៃនេះលោកគ្រូសូមអភ័យទោសឲ្យខ្ញុំផងខ្ញុំខុសហើយខ្ញុំត្រូវបានបង្ខំឲ្យធ្វើវាស៊ូហ្សែនបានបង្ខំខ្ញុំឲ្យធ្វើវាគាត់បានរៀបចំផែនការទាំងអស់ស៊ូសេនណានបាទស៊ូសេនណានមកពីគ្រួសារយ៉ានជីងស៊ូគាត់ចង់បានក្រុមឌីឡុងរបស់អ្នកដូច្នេះគាត់បានបង្ខំខ្ញុំឲ្យដាក់អ្នកនៅក្នុងស៊ុំក្រុមអធិរាជនីគេលើនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ខ្ញុំគ្រាន់តែជាឆ្កែរបស់គាត់ឆ្កែគ្មានប្រយោជន៍សម្រាប់ខ្ញុំគឺគ្មានប្រយោជន៍សម្រាប់ខ្ញុំទេឈុងហ៊ូមែនហើយប្រគល់ហេចេននិងមនុស្សទាំងអស់ដែលពាក់ព័ន្ធនឹងករណីនេះទៅអាជ្ញាធរតុលាការលើសពីនេះត្រូវរកនរណាម្នាក់មកគ្រប់គ្រងក្រុមអធិរាជជាតិអ្នកណាដែលស៊ូចេនណានដាមចូលកំចាត់ពួកគេចោលទាំងអស់មែនហើយយូហ្វេខ្ញុំសុំទោសដែលធ្វើឲ្យអ្នករងទុក្ខដរាបណាអ្នកត្រឡប់មកវិញអាជីវកម្មស្នូលរបស់ក្រុមអធិរាជជាតិត្រូវបានដកហូតមកវិញនាយកប្រតិបត្តិរបស់ស៊ូសេនណានត្រូវបានដោះលែងប៉ុន្តែអ្វីអ៊ូសៀវធានទៅឋានរកទៅអាជីវកម្មស្នូលរបស់ក្រុមហ៊ុន Long The Group ត្រូវបានគេយកមកវិញនាយកប្រតិបត្តិដែលលោកស៊ូជីនណានបានបង្កើតឡើងក៏ត្រូវបានសម្អាតផងដែរប៉ុន្តែអ្វីក្រុមគ្រួសាររបស់លោកយ៉ានជីងហ៊ូបានផ្ញើសារមួយកាលពីម្សិលមិញថាសាខាយ៉ានជីងរបស់ក្រុមហ៊ុន Long The Group ត្រូវតែប្រគល់ទៅឲ្យក្រុមគ្រួសាររបស់លោកហ៊ូបើមិនដូច្នោះទេយើងនឹងមិនអាចរស់រានមានជីវិតនៅជីនជើបានទេគ្រួសារហ៊ូមកថមែនលោកគ្រូដំណឹងអា